មុនយកសម័យ Digital ការស្វែងរកការងារនិងស្វែងរកបុគ្គលិកសម្រាប់ធ្វើការពិតជាពិបាកខ្លាំងណាស់ដែលមិនដឹងច្បាស់ថាត្រូវស្វែងរកការងារតាមវិធីសាស្ត្រណានោះទេក្រោយមកនៅសម័យបច្ចុប្បន្នការស្វែងរកការងារនិងស្វែងរកបុគ្គលិកលែងពិបាកទៀតហើយមិនថាតាមរយៈ Social Media Website ជាដើមដែលមើលឃើញពីបញ្ហាទាំងនេះក្រុមរបស់ពួកយើងបានបង្កើត Website មួយឈ្មោះថា Career Page Career Page គឺជា Website មួយដែលត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យការស្វែងរកការងារឲ្យមានភាពងាយស្រួលជាងមុនជាមួយគ្នានេះផងដែរវាក៏ជួយឲ្យម្ចាស់អាជីវកម្មអាចស្វែងរកនិងជ្រើសរើសអ្នកមានជំនាញបានយ៉ាងងាយស្រួលព្រមទាំងអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានផងដែរសម្រាប់បំពេញការងាររបស់ពួកគេដើម្បីចូលប្រើប្រាស់ website នេះបានយើងត្រូវធ្វើការ register account តាមរយៈ form ឬក៏ជា Google និង GitHub ជាមុនសិនបន្ទាប់ពី login រួចអ្នកប្រើប្រាស់អាច update profile របស់ខ្លួនបានអាចបង្កើត portfolio ក្នុងនោះដែរ freelancer ក៏អាចផុសទៅតាមជំនាញការងាររបស់ពួកគាត់បានផងដែរនិងអាចកែប្រែនិង delete ការបង្ហោះរបស់ខ្លួនបានទៀតផងនៅក្នុង Firework អ្នកប្រើប្រាស់ដែលចង់ស្វែងរកការងារអាចធ្វើការ search ឬ filter ទៅតាមប្រភេទនៃការងារហើយអាចមើល detail របស់ការងារនោះបានក្នុងនេះអ្នកប្រើប្រាស់អាចធ្វើការ bookmark និង apply ការងារដែលពួកគេចង់ធ្វើបានផងដែរក្នុងនោះម្ចាស់អាជីវកម្មក៏អាច update profile ទៅតាម requirement ផ្សេងៗដោយ freelancer បានផងដែរហើយក៏អាចផុសនៅ job announcement ក្នុងការស្វែងរកបុគ្គលិកដែលគ្រាន់តែបំពេញ requirement មួយចំនួនបន្ទាប់ពី announcement ការងាររួចលោកអ្នកក៏អាច update ឬ delete ការងារដែលបានផុសបានទៀតផងនៅពេលដែលមានអ្នកដាក់ពាក្យធ្វើការម្ចាស់អាជីវកម្មក៏អាចឆែកមើលនៅប្រវត្តិរូបផ្សេងៗរបស់ពួកគេបានផងដែរនៅក្នុង Find Freelancer ម្ចាស់អាជីវកម្មក៏អាចធ្វើការស្វែងរក search និង filter ទៅតាមប្រភេទនៃជំនាញរបស់ freelancer ឬបុគ្គលិកនិងអាចមើលនៅ detail ដែល freelancer បានផុសនៅក្នុង about page បាននិយាយអំពី website ដំណើរការនិងការចូលរួមពី mentor ព្រមទាំងសមាជិកក្រុមផងដែរបន្ថែមពីនេះលោកអ្នកអាចទទួលបានបទពិសោធន៍ថ្មីទាំង responsive គ្រប់ device និង dark mode បានទៀតផងចំពោះ admin dashboard admin អាចមើលនិងគ្រប់គ្រងលើចំនួននៃការផុសការដាក់ពាក្យធ្វើការព្រមទាំងការគ្រប់គ្រងទៅលើ user ដែលផ្អាកគណនីនិងអាចបង្កើតប្រភេទនៃការងារបានផងដែរ